bạn chẳngក្រោយពីបងប្អូនបានសិក្សាបានមើលវីដេអូរបស់ខ្ញុំនេះខ្ញុំជឿជាក់ថាបងប្អូននឹងទទួលបាននូវចំណេះដឹងថ្មីមួយទៀតគឺតាក់ទងទៅនឹងការធ្វើ content ឲ្យស្វ័យប្រវត្តិណាអូខេអញ្ចឹងដើម្បីធ្វើ content ឲ្យស្វ័យប្រវត្តិនេះចំពោះសិស្សមួយចំនួនដែលគាត់ទើបចាប់ផ្ដើមរៀនជឿជាក់ថាគាត់នឹងពិបាកនៅក្នុងការធ្វើវាតែម្ដងអូខេហើយសូម្បីយើងគ្រូបញ្យល់ពី3ដងហ្នឹងក៏ពិបាកនឹងយល់ដែរអញ្ចឹងក្រោយពីបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំបាននេះជឿថាបងប្អូននឹងអាចធ្វើបានដោយខ្លួនឯងមិនពិបាកទៀតទេណាអូខេមុននឹងចាប់ដើមធ្វើយើងចាប់ដើមទៅសិក្សាទៅមើលតើតម្រងអក្សរបែបណាខ្លះដែលគេអាចឲ្យយើងធ្វើជា content បានអូខេទី1គឺមានលេខណាមានលេខបែបអញ្ចេះតម្រងបែបនេះលេខរ៉ូម៉ាំងហើយនឹងអក្សរអូខេអញ្ចឹងចំពោះអក្សរខ្មែរយើងកខកខងអីយើងដាក់អត់កើតទេវាអត់អូតូទេគឺមានតែវិធីម្យ៉ាងវាយចូលតែម្ដងចំណែកភាសាអង់គ្លេសអក្សរហើយនឹងរ៉ូម៉ាំងគឺយើងអាចវាយចូលឲ្យស្វ័យប្រវត្តិបានណាអូខេកុំឲ្យខាតពេលវេលាយូរអញ្ចឹងខ្ញុំអត់ចង់ចូលយកកន្លែងហ្នឹងណាខ្ញុំចង់វាយតែម្ដងអូខេភ្លេចបងប្អូនភ្លេចប្រាប់បងប្អូនមួយទៀតក្រៅពីលេខនិងអក្សរក៏យើងអាចយកជានិមិត្តសញ្ញាឬក៏ជា content សំទោសជា icon ណាហើយនឹងរូបថតអីយើងអាចធ្វើជា content ស្វ័យប្រវត្តិបានអញ្ចឹងណាបងណាអូខេយើងគ្រាន់តែរើសណាមួយបានហើយនេះណារើសណាមួយក៏បានឬក៏បញ្ចូលថែមទៀតក៏បានដែរតាមរយៈ define new bullet ណាអូខេឥឡូវការងាររបស់យើងប្រើជាអក្សរ A B ធំនឹងឯងជា main content អូខេជា main content ជាងឧទាហរណ៍ខ្ញុំវាយអក្សរ A ចុច space មកកាលណាចេញសញ្ញារបៀបនេះមានន័យថា content របស់យើងគឺស្វ័យប្រវត្តិហើយអញ្ចឹងណាឥឡូវយើងវាយចំណុចសំខាន់តិចៗមកណាមិនបាច់ចាំវាយពេញទេឧទាហរណ៍ខ្ញុំវាយ what អូខេ the 5 point ណា the 5 point អញ្ចឹងយើង enter មកយើងនឹងបានអក្សរ B បន្តទៀតអានឹងតាមអក្សរក្រមភាសាអង់គ្លេសមកណាអូខេ A ហើយ B តែម្ដងអូខេយើងវាយចម្លើយទៅណា point អូខេចឹងមកណាចឹងមកដល់ចំណុចត្រង់នេះយើងសំទោសមិញវាអង្កត់អេក្រង់មើលមិនឃើញអូខេចេញមកចឹងយើង enter ចំណុចត្រង់នេះជាចំណុចដែលយើងពិបាកក្នុងការធ្វើវាណាបើសិនជាយើងមិនយល់ទេយើងនឹងធ្វើមិនចាញ់ទេមិនយល់ឬក៏យើងមិនធ្លាប់ឆ្លងកាត់ក្នុងការសិក្សាឬក៏ធ្លាប់មើលវីដេអូគេទេច្បាស់ណាស់បងប្អូននឹងធ្វើមិនបានទេអូខេអញ្ចឹងយើងត្រូវចុចម៉ៅមកទីតាំងនេះវិញណាយក cursor មកដាក់ទីតាំងអក្សរ B ដោយយើងរក្សា cursor យើងឯងឲ្យនៅខាងចុងនៃអក្សរណាបន្តមកទៀតយើង enter ម្ដងទៀតពេលមកដល់ទីតាំងនេះពេលដែលយើង enter បានអក្សរ C មួយទៀតហើយបងប្អូនត្រូវប្រើ tab ខ្ញុំជឿថាបងប្អូននឹងបានស្គាល់ tab ដែលមានសញ្ញាព្រួយទៅមុខទៅក្រោយដែលវាស្ថិតនៅខាងឆ្វេងនៃ keyboard របស់យើងណា tab អូខេនៅលើ caps lock ហ្នឹងមកណាអូខេយើងចាប់ដើមចុច tab មួយមកពេលនេះយើងគ្រាន់តែយកម៉ៅរបស់យើងចុចលើអក្សរ A ហ្នឹងមកហើយដូរទម្រង់វាមកជាលេខវិញអូខេតែយើងចាប់ដើមវាយគំរូឧទាហរណ៍សាកមើលឧទាហរណ៍ថាខ្ញុំដាក់តាមចម្លើយណា the name តែប៉ុណ្ណឹង enter យើងបានលេខ2ហើយយើងវាយទៀតមកណាអូខេហ្នឹងយើង enter ទៀតមកអូខេទៀតមកណាមួយទៀតមកអូខេយើងឧទាហរណ៍ប៉ុណ្ណឹងចុះអញ្ចឹងដោយសារតែ sub menu របស់យើងមានតែ5ទេយើងនឹងចូលដល់ main menu វិញអូខេអញ្ចឹងដល់ទីតាំងនេះហេតុផលដែលខ្ញុំបានទុកអក្សរ C គឺមានន័យថាយើងត្រូវដូរមកតម្រង់អក្សរ A វិញបើសិនជាយើងមិនទុកបែបនេះទេមានន័យថាពេលដែលយើងធ្វើ sub main menu វិញយើងមានផលវិបាកណាអញ្ចឹងណាហើយនេះហើយបានខ្ញុំទុកអក្សរ C នឹងមួយអូខេយើងដូរវាមកអក្សរ A វិញណាអូខេសូមរងចាំតិចអូខេឥឡូវយើងចាប់ដើមដូរណាចុចលើអក្សរ C ហើយយកនៅទីតាំងនេះហើយយើងយក set numbering អូខេយើងថយវាមកអក្សរ A មកណា
ពេលបានចឹងហើយយើងធ្វើលំនាំដូចខាងដើមចឹងដែរណាអូខេដូចខាងដើមអញ្ចឹងយើងចាប់ដើមវាយមក what are the character អូខេ character ណាអូខេចឹងមក characteristic អូខេអត់វាយអូខេចឹងមកយើង enter មកណាដាក់ដី A អូខេដី A7 ណាអូខេចឹងមកតមកយើងចាប់ដើម enter លំនាំដូចយើងធ្វើខាងដើមចឹងដែរយើង enter យ៉ាងហើយភាសាយើងយកភាសាទៀតណាយើងយកភាសាទៀតថ្ងៃយើង enter ភាសាទៀតអូខេយើង enter ភាសាទៀតមកយើងដាក់ cursor ណា cursor យើងនៅពីមុខនៃletter B ហ្នឹងណានេះតបនេះចម្លើយហ្នឹងណា enter ភាសាទៀតយើងឃើញលំនាំដូចទៅនឹងខាងដើមដែលខ្ញុំបង្ហាញមុននឹងបន្តិចមិញហ្នឹងណាអូខេយើងប្រើ tab ទៀតមកណាអូខេយើងប្រើ tab ហើយខ្ញុំអានដូរសិនមិនឲ្យសាបខុសអូខេយើងប្រើ tab នេះវាចម្លែកវាទៅក្រោយវិញអូខេពេលយើងប្រើ tab បែបនេះយើងអាចដូរវាមកជាលេខវិញមកណាប៉ុន្តែ complete យើងត្រូវចុចដល់វាសិនដោយសារនេះវា error មកខ្លះហ្នឹងអូខេខ្ញុំដូរវាមកជាលេខវិញមកណាចឹងហើយយើងវាយតទៅណាខ្ញុំគិតថាមិនបង្ហាញអីបងប្អូនឯងច្រើនទៀតទេណាដោយសារតែវាស្តៀងគ្នាបងប្អូនចឹងចេះលំនាំទី1ទី2បងប្អូនអាចធ្វើបានណាអូខេអាចធ្វើបានតែម្ដងហើយសូមបញ្ជាក់បងប្អូនយើងមិនអាចធ្វើជាអក្សរខ្មែរឲ្យវាអូតូបានទេណាអូខេសូមបញ្ជាក់ចឹងណាបងប្អូនហ្នឹងហើយអក្សរខ្មែរជំរើសទី1គឺយើងមានតែវាយបញ្ចូលទេបើយើងធ្វើឲ្យអូតូបែបនេះគឺមិនបានទេណាអូខេអញ្ចឹងសង្ឃឹមថានៅក្នុងវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍ដល់បងប្អូនអ្នកសិក្សាកុំព្យូទ័រជាពិសេសខាងផ្នែក Microsoft Word នេះឯងអូខេសង្ឃឹមថាបងប្អូនអាចនឹងធ្វើបានណាឥឡូវខ្ញុំរំលងនឹងចោលតែម្ដងខ្ញុំចូលដល់ខាងក្រោមណាខាងក្រោមបំផុតនៃការងារនេះណាអូខេអញ្ចឹងយើងមើលខាងក្រោមបំផុតយើងធ្វើអីគេអូខេខាងក្រោមបំផុតគឺយើងដាក់ជានិមិត្តសញ្ញាណាអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យដាក់នេះចាអូខេទៀតនេះណាប៉ុណ្ណឹងចាចឹងដើម្បីដាក់អានឹងបានទាំងអស់គ្នាទី1យើងចូលទៅក្នុងនេះក្នុង insert បាទណាអូខេក្នុង insert ហ្នឹងមកអូខេសាំបន្តិចអេក្រង់វាមុនតែមានបញ្ហារហូតអូខេយើងចូល insert ហើយបងប្អូនមើលសង្កេតឃើញសញ្ញា omega កន្លែងពាក្យថា symbol ណាតែទៅនឹងមកហើយយក symbol more symbol អូខេពេលយើងចូលដល់ទីតាំងនេះហើយបងប្អូនចាប់ដើមវាយ font អក្សរមួយណាយើងដាក់វាយតែអក្សរ TA មកបានហើយ TA ហើយយើងវាយសញ្ញាព្រួយចុចសញ្ញាព្រួយនេះមកណាយើងមើលពាក្យ tag team បងណាដល់ tag team ហើយជាអត់មានក្នុងម៉ាស៊ីនហ្នឹងអូខេអត់មានមិនដោយសារតែខ្ញុំអត់តន់តម្លើងណាអញ្ចឹងយើងអាចប្រើផ្សេងចំនួនកុំឲ្យខាតពេលវេលាយូរណាខ្ញុំវាយ WI តែម្ដងព្រោះហ្នឹងយើងត្រូវការបញ្ចូលពីខាងក្រៅអញ្ចឹងបងហ្នឹងហើយចូលពីខាងក្រៅឥឡូវខ្ញុំយកទៅចាស់ណាឧទាហរណ៍ថាខ្ញុំចង់បានអូខេចង់បានអីមួយណាហើយយើងយកណាមួយចាស់យើងប្រើតែ3បានណាឥឡូវយើងប្រើនេះចាស់ណាខ្ញុំចង់យកទី1ខ្ញុំយកមួយនេះហើយយើងចុច insert បងចុច insert មកណា insert មកអូខេឥឡូវយើងចង់បានអីមួយទៀតឧបមាយើងចង់បានលេខ9នេះលេខ9នៅក្នុងរង្វង់ហ្នឹងណាហើយយើងយកមួយទៀតបើសិនជា font tag team ខ្ញុំមានខ្ញុំនឹងធ្វើឲ្យដូចអានឹងដើមអញ្ចឹងដែរណាក្រោយមកបងប្អូនចាប់ដើម select លើវាហើយពង្រីកវាឲ្យធំអូខេយើងអាចពង្រីកវាធំមកអូខេធំប៉ុណ្ណាដែលយើងគិតថាមកសមរម្យអូខេក្នុងការងារយើងឧទាហរណ៍បានប៉ុណ្្នឹងហើយយើងចង់ដាក់កដាលណាបងប្អូនយកលេខនេះមកណាគឺបានកដាលហើយអញ្ចឹងណាអូខេតែប៉ុណ្្នឹងចប់ហើយអូខេហើយសូមបញ្ជាក់កន្លែងមាន save ហើយមានឈ្មោះ tag team គឺជា font អក្សរជា font និមិត្តសញ្ញានោះឯងមិនដោយសារតែម៉ាស៊ីននេះខ្ញុំអត់ទាន់បានតម្លើងជូនបងប្អូនអញ្ចឹងណាហើយនេះឲ្យបានជាយើងរក font នឹងមិនឃើញអូខេអញ្ចឹងបើបងប្អូនឯងចង់គូសកន្លែង save នេះទៀតនេះ
ក៏គូសទៅណាដើម្បីគូសហ្នឹងបានទាំងអស់គ្នាយើងអាចចូលទៅក្នុង insert ហើយមើល shape ណាអូខេ shape ហើយយើងមើលនេះខាងក្រោមបងណាខាងក្រោមមានច្រើនណាចង់បានមួយណាយកមួយហ្នឹងទៅចង់បានរៀងដូចពពកដែលខ្ញុំធ្វើនេះក៏យកមកនេះយកនេះមកណាអូខេយើងគូសមកណាតោះមកយើងបវល់អាលឿងនេះនៅខាងនេះវិញមកណាអូខេតែប៉ុណ្្នឹងហើយ font នេះគឺមិនដាក់ tag thing ដែរមិនដាក់ tag thing ទេយើងដាក់ជា wing ding វិញអូខេអញ្ចឹងណា wing ding វិញមកណាបើចង់ដាក់តែខ្ញុំគិតថាមិនបាច់ដែរបងតែប៉ុណ្្នឹងក៏បានដែរអូខេអញ្ចឹងវីដេអូខ្ញុំនេះវាសន្មតដល់ទីបញ្ចប់ហើយណាបើសិនជាបងប្អូនចូលចិត្តនឹងការបង្រៀនរបស់ខ្ញុំសូមមេត្តាជួយចុច like អូខេ subscribe ហើយ share ផងណាអរគុណច្រើនបងប្អូន